ចាស់លោកអ្នកនេះឱកាសខួបលើកទី114ទិវាអន្តរជាតិនារី8មីនាឆ្នាំ2025ចាស់នាងខ្ញុំសូមអានជូននៅអារម្មណ៍ភកថារបស់លោក Zal Gravel នៅក្នុងសៀវភៅនារីរបាំកម្ពុជាសម័យចតុមុខនិងសម័យអង្គរចាស់ដែលសៀវភៅនេះជាស្នាដៃនិពន្ធរបស់លោក Jacques Grolier នៅឆ្នាំ1913ហើយសៀវភៅនេះក៏ត្រូវបានរៀបរៀងនិងប្រែសម្រួលដោយលោកជំទាវបណ្ឌិតសុភាចារ្យភឿងសក្កណាក្នុងឆ្នាំ2020ចាលោកអ្នកខ្ញុំសូមមិនលើកអំពីជីវប្រវត្តិរបស់លោក Jacques Grolier ទេដោយខ្ញុំគ្រាន់តែអានទាំងស្រុងនៅអារម្មណ៍ភកថារបស់លោក Zal Gravel ប៉ុណ្ណោះពីព្រោះខ្ញុំបានចាប់អារម្មណ៍ថាតាមរយៈភាពប៉ិនប្រសប់និងទេពកោសល្យរបស់លោកជំទាវបណ្ឌិតសុភាចារ្យភឿងសក្កណាក្នុងការប្រែសម្រួលមកជាភាសាខ្មែរហើយនឹងខ្លឹមសារដើមរបស់លោក Zal Gravel ផងនោះធ្វើឲ្យអារម្មណ៍ភកថាមួយនេះហាក់បានคล้ายជាផ្ទាំងទស្សនីយភាពដ៏រស់រវើកហើយបានឆក់យកមនោសញ្ចេតនាអ្នកអានឲ្យស្រមៃទៅដល់រូបភាពទាំងឡាយហាក់ដូចជាដុំហ្វីលចាក់បញ្ចាំងឡើងវិញនៅក្នុងទិដ្ឋភាពនានាមុនឆ្នាំ1913រហូតមកដល់បច្ចុប្បន្នចាខណៈនេះនាងខ្ញុំសូមអានជូននៅខ្លឹមសារដើមទាំងស្រុងខ្ញុំបានឃើញសៀវភៅដែលលោកអ្នកកាន់ក្នុងដៃនេះចាប់កំណើតឡើងខ្ញុំពេញចិត្តចំពោះអ្នកនិពន្ធនិងប្រធានបទដែលគេជ្រើសរើសនេះគឺជាហេតុផលតែមួយគត់ដែលខ្ញុំមាននិងគឺជាហេតុផលដែលត្រឹមត្រូវហើយខ្ញុំក៏សុំទោសចំពោះកំហុសណាមួយដែលអាចកើតមានឡើងក្នុងអារម្មណ៍ភកថានេះមានកំណើតកើតឡើងនៅទីក្រុងភ្នំពេញកាលពី25ឆ្នាំមុនហើយដែលរស់នៅឆ្ងាយជានិច្ចកាលពីប្រទេសកំណើតខ្លួនគឺប្រទេសបារាំងសេសលោកបានរស់នៅលើទឹកដីថ្មីនេះតាមចំណាព្រហ្មលិខិតរបស់លោកគឺជានិស្ស័យនៃពុទ្ធសាសនាឬក៏ព្រហ្មញ្ញសាសនាដែលបានជំរុញលោកឲ្យក្លាយជាសិល្បករគំនូរមួយរូបដែលបារម្ភនឹងយកចិត្តទុកដាក់ទៅលើអាតកំបាំងទៅលើបច្ចុប្បន្នកាលនិងអតីតកាលរបស់នារីរបាំកម្ពុជាទាំងនោះតើពួកនារីរបាំទាំងនោះបានចោទជាសំណួរបែបនេះដូចគ្នាដែរឬទេនៅចំពោះមុខអ្នកគំនូរនិងចម្លាក់រដាំងនាពេលដែលពួកនាងបានធ្វើដំណើរទៅកាន់ប្រទេសបារាំងសេសកាលពីប៉ុន្មានឆ្នាំមុនចាសសូមជម្រាបថារដាំងជាសិល្បករបារាំងផ្នែកគំនូរនិងឆ្លាក់ដែលបានចាប់អារម្មណ៍យកចិត្តទុកដាក់ទៅលើរបាំបុរាណខ្មែរហើយបានដើរតាមគូរូបនារីរបាំខ្មែរគ្រប់ទិសទីក្នុងអំឡុងព្រះរាជទស្សនកិច្ចរបស់ព្រះបាទស៊ីសុវត្ថិនៅប្រទេសបារាំងនាឆ្នាំ1906របាំរបស់នារីទាំងនោះជាពិធីសក្ការៈជាទុកសោកជាមនោសញ្ចេតនាគ្រប់ចម្ពោះរបស់មនុស្សលោកដែលបានសម្ដែងចេញតាមរយៈកាយវិការដែលគ្មានសូរស័ព្ទប្រកបដោយសរីរាង្គកាយល្វត់ល្វន់ស្ទើរពុំអាចជឿគឺជាចំណាំងដ៏ចាញ់ចាំងនៃគ្រឿងអលង្ការសម្ពុតអាវសៅស្បៃចិញ្ចាចចិញ្ចែងជាម្សៅសក្បោះដែលបិទបាំងពេញផ្ទៃមុខគឺជាសម្លេងតន្ត្រីខ្ទរខ្ទារត្រហឹងអឹងកងដែលត្រូវស្វែងរកនៅប្រភពដើមនិងការប្រែក្លាយរបស់វាតាមពេលវេលាដែលកន្លងនេះគឺជាអ្វីទាំងអស់ដែលប្រជាជននិងប្រជាជាតិមួយនេះបានคล้ายមកក្នុងពេលបច្ចុប្បន្នហើយគឺជាប្រជាជននិងប្រជាជាតិមួយដែលតថភាពកន្លងមកមានភាពស្រទន់ញញឹមរាក់ទាក់នៅចំពោះមុខព្រះរាជារបស់ខ្លួនក្នុងឯកសន្តានដ៏ប្រណិតនៃសម្ពុតអាវសៅស្បៃដ៏ស្រស់ស្អាតស្អាតប្រៀបបានដូចជារាត្រីដ៏បរិសុទ្ធមួយនៃអតីតកាលដែលពន្លឺផ្កាយព្រិចព្រិចនិងពន្លឺខែបានคล้ายទៅជាអ្នកលំអឆាកនិងជាសាក្សីអមតៈអ្វីទាំងអស់វាស្ថិតជ្រៅនៅក្នុងអារម្មណ៍និងជំនឿដ៏មុតមាំរបស់លោកដែលគ្រូនិងមិត្តរបស់លោកដូចជាអេឌូអរទូឌូនិងអាល់បេមីញ៉ុងក៏ដូចជារូបលោកផ្ទាល់ដែរនោះបានធ្វើឲ្យអតីតកាលឬអ្នកដែលស្លាប់បាត់ទៅហើយនៅរស់រវើក
នឹងរីកលូតលាស់ជានិច្ចនៅក្នុងខ្លួនលោកអ្វីៗដែលកើតមកហើយក្រោមគំនូសជក់ឬខ្មៅដៃរបស់លោកគឺជាការគោរពចំពោះវិទ្យាសាស្ត្រនិងទេពកោសល្យមនុស្សជាតិដែលបានទេយ៉ាងប៉ិនប្រសប់ទៅអ្នកជំនាន់ក្រោយៗជាបន្តនិងគឺពិតណាស់ជាព្រលឹងនិងជាវិធីសាស្ត្រដែលលោកបានដកស្រង់ចេញមកឲ្យយើងទាំងអស់គ្នាបានដឹងនិងស្គាល់ពីអច្ឆរិយៈនៃទីក្រុងអង្គរអតីតកាលដ៏យូរលង់មួយដែលយើងពុំហ៊ាននឹងកំណត់នៅពេលវេលាបានផងប៉ុន្តែហាក់នៅចិត្តបង្កើយជាមួយយើងគ្រប់គ្នាតាមចង្វាក់និងក្បាច់របាំទាំងឡាយតើយើងគ្រប់គ្នាមិនឃើញទេឬអ្វីរូបចម្លាក់គ្រប់ទិសទីតាមថែវតាមល្វែងនិងអាស្រមនីមួយៗនៅបុព្វការីជនរបស់អ្នកល្ខោននាពេលបច្ចុប្បន្នដែលកាលពីគ្រាកន្លងមកគឺជារបាំដ៏ពិសិដ្ឋមួយដែលគេរាំសម្រាប់ថ្វាយព្រះអាទិទេពតែប៉ុណ្ណោះលោកក៏បានកត់សម្គាល់ផងដែរនៅសរីរវិទ្យារូបរាងនារីរបាំមួយចំនួនដែលខិតទៅជិតឥណ្ឌាក្នុងទីក្រុងអង្គរធំនាពេលដែលសរីរវិទ្យាបានប្រែក្លាយមានលំនាំជាខ្មែរទៅវិញនៅក្នុងប្រាង្គប្រាសាទអង្គរវត្តលោកបានចង្អុលបង្ហាញភស្តុតាងនិងតឹកតាងយ៉ាងជាក់លាក់ក្នុងប្រាសាទទាំងនោះនៅភាពខុសៗគ្នានៃសម្លៀកបំពាក់ឬការតុបតែងនៃអតីតកាលនិងបច្ចុប្បន្នប៉ុន្តែនៅតែអាចរក្សាគោលបំណងនិងអត្ថន័យដូចគ្នាបេះបិទតាមរយៈកាយវិការរេរាំនៃសម័យតាំងពីគឺចតុមុខនិងអង្គរដែលឃ្លាតឆ្ងាយពីគ្នារាប់រយឆ្នាំមកហើយអ្នកដែលបង្កបង្កើតស្នាដៃទាំងនេះបានផ្គុំផ្សំសមាសធាតុនានាចូលគ្នាតាមរយៈការបួងសួងនៃពិធីសាសនាដោយបានជំនួសជាហូរហែនៅអ្វីៗដែលបានកន្លងរាប់សតវត្សមកតាមរយៈកាយវិការនៃនារីរបាំក្នុងឈុតឆាករាមកេរ្តិ៍ឬទេវកថាផ្សេងទៀតជាកាយវិការរបស់ក្សត្រាក្នុងចម្បាំងរាំងជុលជាអប្សរាជាទេពកិន្នរីជាស្វាសឬខ្មៅជាគ្រុឌឆាបឆក់ជាគូស្នេហ៍ដែលមានសុភមង្គលចាញ់ចាំងដូចត្បូងពេជ្រប៉ុន្តែទិដ្ឋភាពដ៏ត្រកាលទាំងនេះដែលមានភាពទន់ភ្លន់និងគុណធម៌នៅតែអាចរក្សាអត្ថភាពនិងតម្លៃរបស់ខ្លួនបាននៅឡើយចំពោះទស្សនិកជនឬមហាជនណាដែលចេះផ្ដល់តម្លៃឲ្យនោះវាគួរស័ក្តិសមណាស់នឹងទទួលបាននូវការថែរក្សាដ៏ជាក់លាក់មួយដែលមនុស្សគ្រប់រូបរមែងមានអារម្មណ៍ផ្ដល់ឲ្យនៅអ្វីដែលហៀបនឹងបាត់បង់ទៅហើយគឺជានីតិចុងក្រោយនៃអនុស្សាវរីយ៍អង្គរដែលនឹងអាចបាត់បង់បន្តទៀតនាពេលដ៏ខ្លីខាងមុខប៉ុន្តែយ៉ាងហោចណាស់អនុស្សាវរីយ៍ពីរបាំទេវៈទាំងនេះនឹងរស់ជារៀងរហូតអាស្រ័យដោយលោកនឹងការសិក្សាដ៏យូរប្រកបដោយភាពអំណត់អត់ធ្មត់ដែលលោកបានខិតខំស្រាវជ្រាវឯកសារក៏ដូចចំណេះដឹងនានាដែលមានក្នុងរបាំក្បាច់បុរាណខ្មែរខ្ញុំចងចាំពុំភ្លេចឡើយនៅការលំបាកភាពខ្វល់ខ្វាយភាពយឺតយូរស្ទើរទៅមុខពំរួចនឹងការខកចិត្តរាប់មិនអស់ដែលមានក្នុងការងារដ៏សែនស្មុគស្មាញរបស់លោកជាថ្មីម្ដងទៀតយើងអាចផ្ទៀងផ្ទាត់បានថានៅតំបន់អាស៊ីជាពិសេសនៅប្រទេសកម្ពុជាយើងត្រូវការច្រើនបំផុតនៅភាពអត់ធន់និងពេលវេលាកាតព្វកិច្ចចាំបាច់ដែលលោកប្រឹងប្រែងបំពេញមិនអាចទទួលឬបញ្ជ្រាបទៅបានភ្លាមក្នុងកិច្ចប្រឹងប្រែងនោះឡើយលទ្ធផលយើងអាចទទួលបានក៏ពិតមែនហើយតែការដែលព្យាយាមបញ្ចុះបញ្ចូលឲ្យទទួលនៅលទ្ធផលនោះគឺពិតជានៅយឺតណាស់លោកមានជំនឿជឿជាក់ទៅលើភាពអាត់កំបាំងនៃវត្ថុឬចំណេះដឹងមួយចំនួនដែលលោកបានប្រឹងប្រែងប្រម៉ែប្រមូលវាពីគ្រប់មជ្ឈដ្ឋានខុសៗគ្នាដើម្បីវិភាគគ្រប់គ្រងនិងតម្រែតម្រង់ឲ្យគ្រប់លក្ខណៈតាមរយៈការសម្ដែងនៃឆាកនីមួយៗក្នុងរយៈពេល3រាត្រីនៃព្រះរាជពិធីខួបកំណើតព្រះរាជាព្រមទាំងរយៈពេល2រសៀលបន្ថែមទៀតនៃបដិសណ្ឋារកិច្ចដែលព្រះរាជាបានរៀបចំឡើងជាកិត្តិយសចំពោះលោកអគ្គទេសាភិបាលឥណ្ឌូចិនសារ៉ូនិងភរិយាថ្
ថ្វាយចំពោះក្សត្រានិងក្សត្រីនៃប្រទេសស៊ុយអែតរួមនឹងពិធីដ៏ខ្លីៗតែល្អប្រណិត3ទៀតនៃពិធីបួងសួងដែលប្រព្រឹត្តទៅនៅដំណាក់ស្វិតឆ័ត្រដែលភ្លឺព្រំព្រាតលោកបានខិតខំសិក្សាយ៉ាងប្រញាប់ប្រញាល់ហើយបានទទួលលទ្ធផលជាផ្លែផ្កាចេញមកនៅអិរិយាបថអាកប្បកិរិយានិងកាយវិការនៃនារីរបាំដែលគួរឲ្យទុកចិត្តបានអ្វីទាំងអស់នេះជាសំណុំនៃចក្ខុវិស័យដែលបង្ហាញចេញមកហើយវាជាការចាំបាច់ក្នុងការផ្ទៀងផ្ទាត់ឲ្យបានល្អិតល្អន់យើងមិនអាចខ្ចីនារីរបាំព្រះរាជទ្រព្យមករាំឲ្យយើងទស្សនាបានឡើយបន្ថែមពីនោះទៀតតើអ្នកគ្រប់គ្រងនារីរបាំនិងសិល្បៈដែលជាឧបសគ្គចំពោះមុខលោកអ្នកគ្រប់គ្រងលើនារីរបាំទាំងនោះគឺជាអ្នកគ្រូសៀមម្នាក់ដែលមានវ័យជរាពុំអាចរាំទៀតបានឡើយតែបានជ្រៀតជ្រៅទៅក្នុងអតីតកាលនិងប្រពៃណីរបាំក្បាច់ដែលលោកបានឃើញនៅគ្រប់កាយវិការនិងរាងកាយនៃការរេរាំដ៏សំខាន់បន្ទាប់ពីនោះលោកបានទទួលមកសិក្សានៅសម្ពុតអាវសៅស្បៃរបស់អ្នករបាំហើយទីបំផុតរតនវត្ថុនៃព្រះរាជទ្រព្យបានផ្ដល់សិទ្ធិពិសេសសម្រាប់លោកសិក្សាបន្ថែមទៀតសម្រាប់លោកមកុដកំពូលខ្ពស់មកុដបញ្ញរេតកងដៃគ្រប់ទម្រង់កន្លះខ្ទាស់ស្បៃខ្សែឈៀងខ្សែកចិញ្ចៀននានាបានផ្ដល់ឲ្យស្លាបកាលោកនៅលំអយ៉ាងសែនល្អិតល្អិតនៃទេពកោសល្យរបស់ពួកជាងតងខ្មែរការជជែកពិភាក្សារបស់លោកជាមួយពួកនាម៉ឺនមន្ត្រីខ្មែរបានបន្ថែមទៅលើចំណេះដឹងស្ដីពីនារីរបាំខ្មែរដើម្បីផ្ដល់ភាពពេញលេញនៅការងារដ៏ស្វិតស្វាញព្រមទាំងចំណេះដឹងថ្មីទៀតដែលកន្លងមកពុំមាននរណានឹកនាដល់បើពុំមានឱកាសដ៏កម្របែបនេះបើពុំមានសេចក្តីអត់ធ្មត់និងឆន្ទៈរបស់លោកបើពុំមានពេលគ្រប់គ្រាន់ជាពិសេសពេលវេលានៃតំបន់អាស៊ីអាគ្នេយ៍ដែលត្រូវគុណទ្វេ1ជា2ឬជា3សិភៅនេះក៏ពុំអាចមានវត្តមានបានឡើយហើយខ្ញុំពេលនេះគឺជាសាក្សីមួយរូបដែលអាចពោលបានដោយរំជួលចិត្តថាសិភៅនេះគ្រប់គ្រាន់ច្បាស់លាស់និងគួរឲ្យទុកចិត្តណាស់លោកបានផ្ដល់ឲ្យយើងនៅភោគផលដែលលោកខិតខំប្រមូលរយៈពេលជាង7ខែកន្លងមកគឺដោយសារអ្វីៗទាំងអស់នេះហើយទើបអ្នកដែលស្នេហានៅសភ័ណ្ឌនិងសម្រស់ទាំងអស់ផ្ដល់នៅការគោរពយ៉ាងជ្រាលជ្រៅជាមួយនឹងពាក្យថាអរគុណចំពោះរូបលោកដូចជារូបខ្ញុំផ្ទាល់ដែលកំពុងនិយាយជាមួយលោកនាពេលនេះនិងមិត្តភ័ក្តិអង្គរនានាទៀតដែលស្រឡាញ់រាប់អានលោកយ៉ាងកក់ក្ដៅបំផុតសាលក្រាវែលចាស់លោកអ្នកចង់ដឹងថាតើសិភៅនារីរបាំកម្ពុជាសម័យចតុមុខនិងសម័យអង្គរអស្ចារ្យយ៉ាងណានោះលោកអ្នកអាចរកទិញបានដែលមានដាក់លក់នៅសារមន្ទីរសិប្បកម្មបេតិកភណ្ឌនៃសារមន្ទីរជាតិនិងនៅតាមបណ្ណាគារមួយចំនួន